ខ្ញុំបាទសូមគោរពនឹងជម្រាបសួរទៅដល់បងប្អូនអរគ្នាចឹងនេះខ្ញុំនឹងមកនិយាយអំពីសារតកម្មយុវវ័យចំពុកទី66ដែលតាក់ទងជាមួយនឹងភាពថ្លៃថ្នូរនៃការងារអញ្ចឹងយើងរកគ្នាដឹងថាគ្រប់ការងារដែលយើងធ្វើទាំងអស់បើស្រីយើងធ្វើនៅផ្លូវត្រឹមត្រូវគឺជាការងារមួយដែលថ្លៃថ្នូរសម្រាប់យើងរកគ្នាប៉ុន្តែមានការងារមួយចំនួនដែលធ្វើទៅគឺមិនមានភាពថ្លៃថ្នូរគឺមានតែភាពអាក្រក់មកវិញការងារនោះគឺការងារដែលសាតាំងបណ្ដាយើងរកគ្នាគឺការងារលួចឆក់ប្លន់ហើយការងារបំសម្លាប់មនុស្សហើយនឹងការងារផ្សេងៗទៀតដែលអាក្រក់អញ្ចឹងយើងរកគ្នាគឺជាមនុស្សពួកយើងតែងតែចង់បាននូវការងារមួយដែលល្អចង់បាននូវការងារមួយដែលមានភាពថ្លៃថ្នូរចង់បានការងារមួយដែលមានមនុស្សគេស្រឡាញ់ហើយនឹងពេញចិត្តច្រើនការងារមួយនោះគឺវាមិនពិបាកនោះទេការងារមួយនោះគឺជាការងារមួយដែលយើងធ្វើការបំពេញនូវកិច្ចការងាររបស់ព្រះអង្គខ្ញុំដឹងថាមនុស្សគឺតែងតែមានចិត្តស្អប់មនុស្សគឺតែងតែមានចិត្តស្រឡាញ់ប៉ុន្តែការងាររបស់ព្រះអង្គដែលព្រះអង្គត្រូវបានដាក់ឲ្យយើងដែលជាសាវករបស់ព្រះអង្គធ្វើនោះគឺជាការងារមួយដែលថ្លៃថ្នូរបំផុតសម្រាប់យើងរាល់គ្នាមនុស្សពួកគេតែងតែស្អប់នៅព្រះនាមរបស់ព្រះអង្គប៉ុន្តែការស្អប់របស់ពួកគេគឺពួកគេមិនដឹងទេនោះគឺជាចិត្តគំនិតមួយដែលសាតាំងបានបញ្ឆោតនៅចិត្តគំនិតរបស់ពួកគេឲ្យពួកគេបានស្អប់នៅព្រះនាមរបស់ព្រះអង្គអញ្ចឹងការងារមួយដែលព្រះអង្គត្រូវបានដាក់ឲ្យយើងរាល់គ្នាគឺជាការងារមួយដែលល្អបំផុតសម្រាប់យើងដើម្បីឲ្យយើងរាល់គ្នាទៅបំពេញហើយនឹងផ្សាយនឹងល្អរបស់ព្រះអង្គទៅកាន់ពិភពលោកទាំងមូលគេបានដឹងពីព្រះអង្គការងារមួយនោះគឺមានសារៈសំខាន់ណាស់សម្រាប់យើងរាល់គ្នាដែលយើងរាល់គ្នាត្រូវតែបំពេញដោយយកចិត្តទុកដាក់ហើយឲ្យយើងរាល់គ្នាយកទៅបំភ្លឺដល់ពិភពលោកទាំងមូលឲ្យគេបានដឹងពីព្រះអង្គផងដែរអញ្ចឹងហើយទៅយើងរាល់គ្នាគួរតែបំពេញនូវកិច្ចការងាររបស់ព្រះអង្គដោយយកចិត្តទុកដាក់ហើយឲ្យយើងរាល់គ្នាជឿទៅលើព្រះអង្គថាព្រះអង្គទ្រង់នៅក្បែរយើងជានិច្ចហើយព្រះអង្គទ្រង់តែងតែផ្ដល់នូវភាពសប្បាយរីករាយដល់យើងរាល់គ្នាព្រះអង្គទ្រង់ជាខែលសម្រាប់យើងរាល់គ្នាដើម្បីយើងរាល់គ្នាដើរទៅតាមផ្លូវរបស់ព្រះអង្គដោយមិនមានភាពភ័យខ្លាចអញ្ចឹងហើយទៅយើងរាល់គ្នាគួរតែជ្រើសរើសយកការងារមួយណាដែលថ្លៃថ្នូរហើយការងារមួយនោះគឺជាការងារដែលបំពេញនូវកិច្ចការងាររបស់ព្រះអង្គដើម្បីនឹងទទួលមនុស្សដែលគេបានជឿព្រះអង្គឲ្យគេបានដឹងបានឮពីព្រះអង្គមកទទួលព្រះអង្គជាព្រះសង្គ្រោះហើយទទួលបានជីវិតអកលផងដែរអញ្ចឹងហើយសារតកម្មយុវវ័យនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា